សួស្តីបងប្អូនកូនព្រះអង្គទាំងអស់គ្នាមុនដំបូងខ្ញុំសូមឲ្យយើងទាំងអស់គ្នាប្រគុណដល់ព្រះវរបិតាដែលគង់នៅឋានដ៏ខ្ពស់បំផុតហើយបន្ទាប់ទៀតយើងនឹងជម្រាបសួរគ្នាទៅវិញទៅមកក្នុងសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទហើយថ្ងៃនេះបងប្អូនសុខសប្បាយទេចឹងកុំភ្លេចងាកឆ្វេងងាកស្ដាំជម្រាបសួរគ្នាទៅវិញទៅមកផងណាព្រមទាំងជម្រាបសួរអស់លោកស្រីលោកគ្រូអ្នកគ្រូនៅក្នុងអនឡាញនៅក្នុងបណ្ដាញ Facebook ទាំងអស់សូមអរព្រះគុណដល់ព្រះអង្គអរគុណដល់បងប្អូនដែលបានចូលមើលសូមព្រះអង្គប្រទានពរដល់បងប្អូនទាំងអស់គ្នានៅថ្ងៃនេះនៅថ្ងៃក្រោយក្តីអាមែនអរគុណដល់ព្រះអង្គមានអំណរអត់មានអំណរធ្វើមុខម៉េចធ្វើមុខញញឹមរីករាយអាមែនអរគុណដល់ព្រះអង្គឥឡូវយើងងើបឈរឡើងយើងច្រៀងពីរបទណែបងប្អូនកូនព្រះអង្គទាំងអស់គ្នាតាងើបឈរដើម្បីយើងច្រៀងពីរបទហើយនឹងអធិដ្ឋានតែបងប្អូនកូនព្រះអង្គចៅទាំងអស់គ្នាតាស្ងាត់ណាស្ងាត់ច្រៀងទាំងអស់គ្នាងើបឈរច្រៀងទាំងអស់គ្នាអាមែនតែបទនេះមានចំណងជើងថាយើងអធិដ្ឋានទូលអង្វរសម្រាប់ទឹកដីកម្ពុជារបស់យើងអាមែនថ
một bọt tiết ruột hai ở thị than dương trái tim gió xa tia ông cô dương trái tim gió xa tia ông một phút xót răng dương tim nhắn gió xa Alleluia Alleluia con trẻ này dương súng cuồng gió xa con trẻ này buồn có ta miên ông ngát mai điệp tâm ba lời Alleluia Alleluia dương tìm dương lô dương ở thăm bài dương tìm dương lô dương ở thăm bài luôn luôn dương ai ai miên xe đầy Alleluia Alleluia một trong tiếng trò tiếng say một trong tiếng trò tiếng say tiếng say gió xa về cùng Alleluia Alleluia Châu dương trái tim gió xa tia ông Châu dương trái tim gió xa tia ông một phút xót răng dương tim nhắn gió xa Alleluia Alleluia con trẻ này dương súng cuồng gió xa con trẻ này dương súng buồn có ta miên ông ngát mai điệp tâm ba lời Alleluia Alleluia dương tìm dương lô dương ở thăm bài dương tìm dương lô dương ở thăm bài luôn luôn dương ai ai miên xe đầy Alleluia Alleluia một trong tiếng trò tiếng say một cuộc nó trong tiếng trò tiếng say tiếng bay gió xa về cùng Alleluia Alleluia Amen យើងនៅឈរនៅឡើយសូមសម្រួមចិត្តអធិដ្ឋានទាំងអស់គ្នាញ៉ែចាស់ស្ងាត់ណាណែយើងសម្រួមចិត្តអធិដ្ឋានទាំងអស់គ្នាអាមែនតាយើងលើកដៃដាក់ឡើងលើក្បាលចេះយើងនៅប្រកាន់ឲ្យជាប់យើងសាពះព្រះត្រូវដៃយើងពោះជាងក្បាលប៉ុណ្ណេះណាអរគុណព្រះអង្គអបាព្រះវរបិតាព្រះពុត្រាព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃនេះកូនអរគុណព្រះអង្គម្ដងទៀតកូនអរគុណព្រះអង្គនៅឯកសិទ្ធិដែលកូនបានមានសិទ្ធិក្រាបថ្វាយបង្គំព្រះអង្គដែលកូនមានសិទ្ធិបានធ្វើជារាជរបស់ព្រះអង្គកូនមានសិទ្ធិបានធ្វើជាកូនរបស់ព្រះអង្គសូមព្រះអង្គគុំក្រមកូនទាំងអស់គ្នានៅក្នុងព្រះហស្ថដ៏មានព្រះចេស្តារបស់ទ្រង់សូមអត់ទោសដល់កូនទាំងអស់គ្នាគ្រប់ទាំងអំពើរំលងពីកាលមុនក្តីពីរាល់ថ្ងៃក្តីសូមទោសរំលងអំពើទុច្ចរិតរបស់កូនទាំងអស់គ្នាហើយសូមកែច្នៃកូនទាំងអស់គ្នាបានទៅជាមនុស្សដែលទ្រង់សពហរតីសូមប្រោះកូនទាំងអស់គ្នាឲ្យរួចចេញពីសេចក្តីអាក្រក់ត្បិតរាជព្រះចេស្តាគឺជារបស់ផងទ្រង់ដល់នៅឱកាសជានិច្ចព្រះវរបិតានៃកូនដែលគង់ដល់ខ្ពស់ទ្រង់ជាម្ចាស់ផែនដីទ្រង់ជាអធិការបង្កើតផ្ទៃមេឃទាំងផែនដីទ្រង់ជាម្ចាស់នៃជីវិតកូនទាំងអស់គ្នា
សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធសូមឲ្យព្រះរាជទ្រង់ឆាប់បានមកដល់សូមឲ្យព្រះハរតីទ្រង់បានសម្រេចនៅផែនដីដូចជានៅឋានសួគ៌ដែរបងម្ចាស់អើយសូមយាងព្រះវិញ្ញាណបរិសុទ្ធថ្ងៃនេះសន្ធិដ្ឋនៅក្នុងចិត្តបងប្អូនកូនព្រះអង្គពួកជំនុំសេចក្តីស្រឡាញ់ដែលកំពុងក្រាបថ្វាយបង្គំទ្រង់ដោយយកចិត្តទុកដាក់ដោយមានសេចក្តីស្រឡាញ់ដល់ព្រះអង្គសូមព្រះអង្គភូមិគ្រងកូនទាំងអស់គ្នានៅក្នុងព្រះហស្ថទ្រង់សូមចាក់ភ្លើងព្រះវិញ្ញាណបរិសុទ្ធសន្ធិដ្ឋនៅក្នុងចិត្តកូនទាំងអស់គ្នាដើម្បីឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធមានប្រាជ្ញាជ្រៅវៃក្នុងការស្ដាប់ព្រះបន្ទូលហើយនឹងអនុវត្តតាមសូមឲ្យកូនទាំងអស់គ្នាបានស្រឡាញ់ព្រះអង្គជាលេខ1សូមឲ្យកូនទាំងអស់គ្នាបានកោតខ្លាចព្រះអង្គអស់ពីព្រលឹងអស់ពីកម្លាំងរបស់កូនទាំងអស់គ្នាកូនសូមថ្វាយពេលវេលាថ្វាយការដកដង្ហើមសូមថ្វាយពួកជំនុំសេចក្តីស្រឡាញ់និងថ្វាយទាំងដួងចិត្តខ្ទេចខ្ទាំរបស់កូនក្នុងព្រះហស្ថដ៏មានព្រះចេស្តាគឺព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអាមែនសូមបងប្អូនកូនព្រះអង្គកូនចៅទាំងអស់គ្នាអញ្ជើញអង្គុយចុះអាមែនថ្ងៃនេះមានសំណួរមេរៀនរបស់យើងគឺពេលវេលាគ្រាចុងក្រោយអញ្ចឹងថ្ងៃនេះមុននឹងចាប់ផ្ដើមដល់មេរៀនមានសំណួរខ្លះចង់សួរថាតើបងប្អូនអាចដឹងថាអ្នកដែលមិនចង់ផ្សព្វផ្សាយឬក៏ប្រកាសដំណឹងល្អតើមកពីអ្វីខ្លះណាអ្នកឆ្លើយថាមកពីខ្មាស់អៀនអញ្ចឹងអ្នកខ្លះទៀតឆ្លើយថាមកពីមិនចង់ណានេះគឺជាការពិតណាប៉ុន្តែក្នុងទាំងពីរមុខហ្នឹងវាមានមូលហេតុវាតើបងប្អូនអាចដឹងថាមូលហេតុទាំងពីរហ្នឹងវាមានមូលហេតុវាយ៉ាងម៉េចទេទី1គឺមិនចង់ធ្វើទី2គឺខ្មាស់អៀនណាអញ្ចឹងយើងបកស្រាយអំពីមិនចង់ធ្វើពីព្រោះហេតុអីណាមិនយើងសិតតែមានមូលហេតុពាក្យថាមិនចង់ធ្វើមិនចង់ផ្សាយដំណឹងល្អមិនចង់ប្រកាសដំណឹងល្អនឹងយើងបកស្រាយពីការមិនចង់ធ្វើមកពីអ្វីណាគឺមកពីអាត្មានិយមមិនចង់ធ្វើមកពីអាត្មានិយមហើយនិយមគឺមានន័យថាស្រឡាញ់តែខ្លួនឯងអត់ស្រឡាញ់ដល់បងប្អូនកូនចៅអត់ស្រឡាញ់ដល់ពលឹងវិញ្ញាណបងប្អូនកូនចៅទេណាយើងគិតតែខ្លួនឯងថាក្បាលអ្នកណាសក់នៅនឹងហើយច្រើននិយាយយកពាក្យចាស់ពោលថាម៉េចយើងបង្កើតគេបានតែសាច់ឈាមទេតែចិត្តគំនិតគេយើងអត់បង្កើតបានទេអញ្ចឹងទុកឲ្យគេឲ្យនឹងព្រះពិតប្រាកដយើងមិនអាចបង្កើតចិត្តគេបានទេប៉ុន្តែយើងមានសិទ្ធិជាឪពុកម្ដាយយើងមានសិទ្ធិជាចាស់ទុំយើងមានសិទ្ធិជាជីតាជាជីដូនយើងមានសិទ្ធិនឹងបើកមាត់ណែនាំកូនណែនាំចៅពីព្រោះយើងហេតុអីបានយើងណែនាំពីព្រោះយើងមានសេចក្តីស្រឡាញ់អីស្រឡាញ់ខ្លាចបាត់ពលឹងវិញ្ញាណពួកគាត់ណាអ្នកខ្លះអត់គិតដល់ពលឹងវិញ្ញាណបងប្អូនកូនចៅឬគិតតែពលឹងវិញ្ញាណគិតតែស្រឡាញ់តែខ្លួនឯងជួនកាលសូម្បីតែខ្លួនឯងហ្នឹងស្រឡាញ់អត់បានគ្រប់គ្រាន់ទៀតហេតុអីបានគេមិនស្រឡាញ់គ្រប់គ្រាន់ស្រឡាញ់តែសាច់ឈាមដែលរស់នៅលើលោកីប៉ុន្តែអត់បានគិតដល់ពលឹងវិញ្ញាណដែលស្លាប់ទៅណាឯអ្នកខ្លះជឿព្រះអង្គយូរហើយក៏ដោយក៏នៅតែមានគិតថាអូយចេះតែជឿទៅស្លាប់ទៅមិនដឹងនៅណាទេឲ្យតែឈ្មោះតែជឿព្រះយេស៊ូវទៅបានហើយគេថាជឿព្រះយេស៊ូវបានសង្គ្រោះនឹងក៏ជឿទៅមិនគិតពីរឿងពលឹងវិញ្ញាណនេះអ្នកខ្លះអញ្ចឹងគិតទៅពីរឿងស្រឡាញ់ខាងសាច់ឈាមអញ្ចឹងអាត្មានិយមនេះគឺគ្រាន់តែខ្លួនឯងក៏ស្រឡាញ់អត់អស់ចង់អស់ដើមដែរណាគឺស្រឡាញ់ខាងតែសាច់ឈាមខាងពលឹងវិញ្ញាណអត់ស្រឡាញ់ណានេះច្បាស់លាស់ហើយទី2អត់ចង់ផ្សាយដំណឹងល្អមកពីមានការខ្មាស់អៀនចឹងបានន័យថាហេតុអីបានជាខ្មាស់អៀនមកពីនៅឆ្ងាយពីព្រះពាក្យថានៅឆ្ងាយពីព្រះមានន័យម៉េចបងប្អូនមានន័យថាអត់ដែលមើលកាពីចឹងបើអ្នកជឿព្រះទាំងអស់អត់ដែលមើលព្រះបន្ទូលព្រះអង្គនោះគឺនៅតែខ្មាស់បើសិនជាមើលព្រះបន្ទូលព្រះអង្គគឺគ្មានហេតុអ្វីនាំឲ្យខ្មាស់ឡើយណាពីព្រោះព្រះអង្គមានបន្ទូលនៅក្នុងយ៉ាកុបចំពុក4ខ8ថាបើយើងចូលទៅចិត្តព្រះនោះព្រះក៏ចូលមកចិត្តយើងដែរបើយើងនៅឆ្ងាយពីព្រះនោះព្រះក៏នៅឆ្ងាយពីយើងដែរបើសិនជាព្រះនៅឆ្ងាយពីយើងនោះតើអ្នកណាមកចិត្តយើងវិញពីព្រោះនៅលោកនេះមានវិញ្ញាណតែពីរគឺវិញ្ញាណងងឹតនិងវិញ្ញាណពន្លឺវិញ្ញាណពន្លឺគឺជាវិញ្ញាណព្រះវិញ្ញាណងងឹតគឺជាវិញ្ញាណអរិយសាតាំងចឹងអរិយសាតាំងវាមកក្បែរយើងវាធ្វើឲ្យយើងបិទភ្នែកសូម្បីតែព្រះបន្ទូលតាមរយៈម៉ែឪដែលអធិប្បាយព្រះបន្ទូលក៏អត់ដែរចូលមើលដែរគឺអរិយវាមកបិទភ្នែកពិតប្រាកដបងប្អូនអត់មានពេលនឹងចូលមើលព្រះបន្ទូលទេ
សូម្បីតែម៉ែឪធ្វើការបម្រើព្រះអង្គហើយមានព្រះបន្ទូលរាល់តែហើយក៏អត់ដែរចូលមើលដែរពីព្រោះអីអរិយវាបិទភ្នែកអរិយវាជាសេចក្តីងងឹតវាងងឹតវាមិនចង់ឲ្យដល់ឲ្យកូនចៅបានជួបពន្លឺទេអញ្ចឹងបើសិនជាមើលព្រះបន្ទូលទៅវាឃើញពន្លឺណាបើសិនជាចូលចិត្តព្រះអង្គនោះព្រះអង្គមកចូលមកចិត្តយើងដែរដូចគម្ពីរយ៉ាកុបចំពោះ4ខ8អញ្ចឹងវាអត់ចង់ឲ្យចូលទៅចិត្តព្រះអង្គហើយវាអត់ឲ្យអានគម្ពីរវាអត់ចង់ឲ្យមើលព្រះបន្ទូលតាមរយៈ live វីដេអូរយៈម៉ែឪ live ឬក៏គ្រូវាណា live អត់ចូលមើលទេគឺគិតតែខំរលុយសាច់ឈាមបំរើសាច់ឈាមបំរើតណ្ហាសាច់ឈាមអត់ចង់បំរើខាងឯព្រះហើយអត់ចង់ផ្សាយដំណឹងល្អទៀតណាអញ្ចឹងអ្នកដែលអត់ចង់ផ្សាយដំណឹងល្អព្រះអង្គមានបន្ទូលថាម៉េចនៅក្នុងយូហានចំពុក15ខ1និងខ2ណាព្រះយេស៊ូវទ្រង់មានបន្ទូលថាខ្ញុំជាគល់នៃដើមទាំងទំពាំងបាយជូរដ៏ពិតឯព្រះវរបិតាខ្ញុំគឺជាអ្នកដាំអស់អ្នកណាដែលដុសចេញពីខ្ញុំហើយមិនបង្កើតផលផ្លែនោះទ្រង់នឹងកាត់ចោលណាពាក្យថាទ្រង់នឹងកាត់ចោលក្នុងកន្លែងនេះគឺព្រះវរបិតានឹងកាត់ចោលឃើញទេនៅក្នុងជាប់នៅក្នុងព្រះអង្គហើយប៉ុន្តែអត់បង្កើតផលផ្លែព្រះអង្គនឹងកាត់ចោលប៉ុន្តែអស់អ្នកណាដែលផ្នែកណាដែលដុសចេញពីខ្ញុំហើយបង្កើតផលផ្លែនោះទ្រង់នឹងគឺព្រះវរបិតាទ្រង់នឹងលួសផ្នែកនោះវិញមានន័យម៉េចបងប្អូនកាលណាបើយើងនៅជាប់ជាមួយព្រះអង្គយើងនឹងបង្កើតផលផ្លែកាលណាបើយើងអត់បង្កើតផលផ្លែមានន័យថាយើងអត់ដែលផ្សាយដំណឹងល្អណាអត់ផ្សាយដំណឹងល្អគឺអត់បង្កើតផលផ្លែទេណាមានន័យថាម៉េចកុំឲ្យឈ្មោះថាជឿព្រះអង្គហើយអត់ផ្សាយដំណឹងល្អធ្វើរំភើយធ្វើអើងហើយណាយើងត្រូវខ្លាចព្រះបន្ទូលមានបន្ទូលយ៉ាងច្បាស់ថាបើអត់ផ្សាយដំណឹងល្អនោះគឺមានន័យថាអត់បង្កើតផលផ្លែបើអត់បង្កើតផលផ្លែនៅក្នុងយូហានចំពុក15ខ2ថាព្រះអង្គនឹងកាត់ចោលណាពាក្យថាកាត់ចោលយ៉ាងម៉េចតើមែកនោះកាត់ចោលគឺមានន័យម៉េចមានន័យថាស្វិតហើយក្រៀមហើយងាប់ឃើញទេអត់បានបង្កើតផលផ្លែគឺកាត់ចោលពាក្យថាបង្កើតផលផ្លែគឺយើងផ្សាយដំណឹងល្អប្រកាសដំណឹងល្អឲ្យអ្នកដទៃបានឃើញសេចក្តីសង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទគឺយើងត្រូវតែផ្សាយដំណឹងល្អអ្នកគ្រីស្ទានទាំងអស់ត្រូវតែផ្សាយដំណឹងល្អមិនមែនលេងទេបងប្អូនមិនគ្រាន់តែជឿព្រះយករួចខ្លួនតែខ្លួនឯងក្បាលអ្នកណាសក់នឹងទុកឲ្យគេនឹងព្រះចុះអត់ចឹងទេបងប្អូនអត់ចឹងទេតែអ្នកខ្លះមានន័យថាមិនឲ្យយើងផ្សាយដំណឹងល្អមិនឲ្យយើងបដៅកូនចៅទៀតមិនបានជឿព្រះហើយចាំបដៅគេមិនបានជឿព្រះហើយចាំណែនាំគេមិនជឿតែខ្លួនឯងទៅឃើញទេតែសំឡេងហ្នឹងមកពីសំឡេងអ្នកណាគឺសំឡេងមកពីអាពួកងងឹតវាបញ្ជាមាត់នឹងឲ្យហាមាត់និយាយពាក្យហ្នឹងណាអញ្ចឹងបងប្អូនយល់ហើយនៅក្នុងគម្ពីរយូហានចំពុក15ខ1ខ2ព្រះអង្គថាបើអត់បង្កើតផលផ្លែនោះនឹងកាត់ចោលហើយបើកាត់ចោលវាក្រៀមស្វិតហើយមេឃដែលក្រៀមស្វិតនោះតើយ៉ាងម៉េចយើងពិចារណាតាមហ្នឹងគឺងាប់ហើយនឹងប្រមោទដិតនៅក្នុងភ្លើងដែលឆេះអស់កលអាមែនអញ្ចឹងយើងត្រូវគួរឲ្យខ្លាចណាយើងគួរឲ្យខ្លាចអញ្ចឹងហេតុអីបានជាយើងទទូចទៅទេហេតុអីបានជាម្ដាយគ្រប់រូបឪពុកគ្រប់រូបគ្រូកងវិលគ្រប់រូបទទូចទៅទេឲ្យពួកជំនុំបានកើតជាថ្មីឲ្យពួកជំនុំបានខ្លាចព្រះបន្ទូលស្ដាប់បង្គាប់ព្រះបន្ទូលហើយធ្វើតាមព្រះបន្ទូលម្ដាយគ្រប់រូបឪពុកគ្រប់រូបទទូចទៅទេដល់កូនចៅឲ្យកើតជាថ្មីឲ្យស្ដាប់ព្រះបន្ទូលឲ្យគោរពព្រះបន្ទូលណាមិនមែនគ្រាន់តែជឿទេពីព្រោះអីពីព្រោះពេលវេលាចុងក្រោយគៀកមកហើយបងប្អូនពេលវេលាចុងក្រោយគៀកមកហើយអ្នកខ្លះគេថាពេលវេលាចុងក្រោយឮតែនិយាយ2000ឆ្នាំមុនប៉ុន្តែមិនដឹងថ្ងៃណាមកឯងអ្នកខ្លះរសាយចិត្តចេញណារសាយចិត្តចេញតែព្រះអង្គមានបន្ទូលហើយព្រះអង្គអត់ដែលកុហកព្រះបន្ទូលសន្យារបស់ព្រះអង្គអត់ដែលកុហកគឺព្រះអង្គមានបន្ទូលយ៉ាងម៉េចគឺការនោះនឹងកើតឡើងហើយគេថាតើធ្វើយ៉ាងម៉េចឲ្យដឹងថាពេលវេលាចុងក្រោយមកដល់ណាអ្នកគ្រូលោកគ្រូឯងនេះនិយាយថាពេលចុងក្រោយតើអ្នកណាដឹងបើក្នុងគម្ពីរសូម្បីតែក្នុងគម្ពីរក៏មានបន្ទូលថាសូម្បីតែពួកទេវតានិងព្រះបុត្រាក៏មិនដឹងដែរគឺមានតែព្រះវរបិតាប៉ុណ្ណោះឃើញទេគេយកខគម្ពីរនឹងមកបន្ទោសយើងដែលថាពេលវេលាចុងក្រោយជាតិដល់ហើយនោះណាគេថាហេតុអីបានអ្នកឯងហ៊ានអះអាងថាពេលវេលាចុងក្រោយជាតិមកដល់ហើយអ្នកឯងដឹងទេបើក្នុងគម្ពីរម៉ាកុសចំពុក13ខ32មានបន្ទូលច្បាស់ថាសូម្បីតែពួកទេវតានិងព្រះបុត្រាក៏មិនដឹងដែរលើកតែលែងតែព្រះវរបិតាប៉ុណ្ណោះឃើញទេជ្រាបតែព្រះវរបិតាប៉ុណ្ណោះប៉ុន្តែបងប្អូនកុំភ្លេចខគម្ពីរព្រះអង្គសម្ដែងកន្លែងហ្នឹងប្រាប់អញ្ចឹងមែនប៉ុន្តែព្រះយេស៊ូវគ្រីស្ទទ្រង់មានបន្ទូលជាពាក្យប្រៀបប្រដូច
គឺព្រះបន្ទូលជ្រៅអាចកំបាំងហើយជ្រៅណាស់បងប្អូនអញ្ចឹងហើយបានជាព្រះយេស៊ូវគ្រីស្ទមានព្រះបន្ទូលជាប្រៀបប្រដូចណាបងប្អូននឹងចាប់នឹងស្ដាប់ទាំងអស់គ្នាព្រះអង្គប្រៀបប្រដូចនៅក្នុងម៉ាកុសចំពុក13ខ28និងខ29ខ្ញុំនឹងអានឲ្យបងប្អូនស្ដាប់បើណាបងប្អូនគ្រាន់តែស្ដាប់យកចិត្តទុកដាក់ណាកុំឲ្យបាច់បើកកាពីបើបងប្អូនកត់ខកាពីតែបើកមើលនៅផ្ទះអញ្ចឹងពេលនេះគឺជាពេលស្ដាប់ណាបើសិនយើងឡើងបើកខកាពីស្ដាប់អត់តនេះព្រោះខ្ញុំនិយាយលឿនពេកខ្ញុំនិយាយលឿនណាខ្ញុំខ្លាចវាច្រើនម៉ោងបងប្អូននឹងអស់កម្លាំងបងប្អូនខ្លះថ្ងៃអាទិត្យអើយក៏នៅតែទៅធ្វើការដែរអត់ចង់ឈប់សម្រាប់ថ្វាយគុំព្រះអង្គឲ្យអត់ចង់ឈប់សម្រាប់ថ្ងៃបរិសុទ្ធទេគឺនៅតែជួយធ្វើការថ្ងៃអាទិត្យអញ្ចឹងខ្ញុំខ្លាចបងប្អូនអស់កម្លាំងឲ្យធុញទ្រាន់នឹងការស្ដាប់ព្រះបន្ទូលបានខ្ញុំនិយាយស្រោតនៅក្នុងម៉ាកុសចំពុក13ខ28និងខ29ព្រះអង្គប្រាប់យើងជាពាក្យប្រៀបប្រដូចជាពាក្យប្រៀបធៀបណាអញ្ចឹងយើងកុំឲ្យយកខកាពីតែមួយកន្លែងហើយមកបន្ទោសថាមិនបាននិយាយពាក្យចុងក្រោយហេតុអីបានដឹងច្បាស់ម៉ែបើក្នុងកាពីម៉ាកុសចំពុក13ខ32មានបន្ទូលច្បាស់ថាសូម្បីពួកទេវតានិងបរិយាបុត្រាក៏មិនដឹងដែរគឺជ្រាបតែព្រះវរបិតាប៉ុណ្ណោះហេតុអីអ្នកឯងហ៊ានថាគ្រាចុងក្រោយចិត្តមកដល់ហើយណាជាបន្ទូលយើងអញ្ចឹងប៉ុន្តែយើងអះអាងលើព្រះបន្ទូលសន្យារបស់ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលជាពាក្យប្រៀបធៀបនៅក្នុងម៉ាកុសចំពុក13ខ28និងខ29ខ្ញុំបញ្ជាក់ខ2ខ្ញុំនិយាយដដែលបន្តិចដើម្បីឲ្យបងប្អូនចាំទៅបើកមើលនៅផ្ទះព្រះអង្គមានបន្ទូលអំពីដើមលវាចូលឲ្យពិនិត្យមើលដើមលវាចុះណាគឺកាលណាមេឃវាត្រឡប់ជាទុនហើយស្លឹកវាក៏បាច់ឡើងនោះអ្នករាល់គ្នាចំណាំថារដូវក្តៅចិត្តមកដល់ហើយឃើញទេយើងអាចចំណាំថារដូវក្តៅចិត្តមកដល់ហើយរីឯដំណើរដែលកូនមនុស្សមកយាងមកវិញនោះក៏បែបដូចគ្នាដែរក៏បែបដូចឆ្នោះដែរគឺយើងឃើញការទាំងអស់ការអ្វីដែលកើតឡើងដែលព្រះបន្ទូលមានបន្ទូលសន្យាព្រះបន្ទូលមានទំនាយដាក់ក្នុងហោរាទាយនៅក្នុងគម្ពីរនោះទាំងប៉ុន្មានគឺវាមានមកណាអញ្ចឹងយើងមើលហេតុការណ៍ហ្នឹងកាលណាឃើញការទាំងនោះកើតឡើងមកនោះត្រូវដឹងថាកូនមនុស្សចិត្តមកដល់ហើយក៏ឈរនៅមាត់ទ្វារផងអញ្ចឹងព្រះអង្គឲ្យយើងសង្កេតនៅហេតុការណ៍អញ្ចឹងបងប្អូនតើហេតុការណ៍ហ្នឹងអ្វីខ្លះណាការទាំងនោះគឺការអ្វីខ្លះបងប្អូនឆ្លើយបានទេការទាំងនោះគឺការអ្វីខ្លះព្រះអង្គមានទូថាកាលណាឃើញការទាំងនោះត្រូវដឹងថាកូនមនុស្សចិត្តដល់ហើយបងប្អូនអាចឆ្លើយបានទេការទាំងនោះគឺការអ្វីខ្លះណាគឺចម្លើយនៅក្នុងខកាពីបើបងប្អូនឆ្លើយបានចាំខ្ញុំនឹងសូត្រខកាពីជាចម្លើយណាការទាំងនោះគឺជាការត្រឡប់ទៅក្រោយវិញម៉ាកុសចំពុក13ដដែលប៉ុន្តែខ7ដល់ខ14ខ្ញុំនឹងអាននៃព្រះបន្ទូលឲ្យបងប្អូនស្ដាប់បងប្អូនបាច់បើកទេបងប្អូនគ្រាន់តែស្ដាប់ណាហេតុការណ៍ទាំងនោះនៅក្នុងខ2ចម្លើយណាហេតុការណ៍ទាំងនោះគឺការអ្វីខ្លះអញ្ចឹងយើងកុំឲ្យឆ្លើយទៅមាត់យើងអាងលើព្រះបន្ទូលអាមែនយើងអាងនៅលើព្រះបន្ទូលម៉ាកុសចំពុក13ខ7ទៅដល់ខ14ខ7បងប្អូនចាំស្ដាប់ណាកូនចៅកុំមាត់ណាស្ងាត់កាលណាអ្នករាល់គ្នានិយាយពីចម្បាំងហើយពីសូរចម្បាំងនោះកុំឲ្យអ្នករាល់គ្នាមានចិត្តថប់ព្រួយឡើយត្បិតការទាំងនោះត្រូវតែមកដល់តែពុំទាន់ដល់ចុងបំផុតនៅឡើយទេពីព្រោះសាសមួយនឹងលើគ្នាទាស់នឹងសាសមួយនគរមួយទាស់នឹងនគរមួយក៏នឹងមានកក្រើកផែនដីគ្រប់ទីកន្លែងហើយនឹងមានអំណត់និងចលាចលកើតឡើងនេះជាដើមចមនៃសេចក្តីទុក្ខវេទនាទេបងប្អូនដឹងថាពាក្យដើមចមនឹងស្អីទេអញ្ចឹងបានខ្ញុំអត់ចង់ឲ្យបងប្អូនមើលពីព្រោះខ្ញុំត្រូវឈប់ហើយពន្យល់កាលណាបើបងប្អូនបើកមើលបងប្អូនមើលរូទៅដល់ចង់បាត់អត់បានឈប់ទេអត់បានឈប់ហើយអត់បានយល់ណានេះគឺជាដើមចមនៃសេចក្តីទុក្ខទេព្រះបន្ទូលថាអញ្ចឹងណាវេទនាទាំងអស់ហើយបងប្អូនឃើញការវេទនាទាំងអស់ហ្នឹងឯងពីនគរមួយលើកគ្នាទាស់នឹងនគរមួយសាសមួយទាស់នឹងសាសមួយសូម្បីតែប្រទេសថៃនិងប្រទេសខ្មែរដែលយើងអត់សន្និដ្ឋានថា
ទៅជាសត្រូវនឹងគ្នាទៅជាមានការច្បាំងគ្នាទេពីព្រោះជាមិត្តភាពស្រឡាញ់គ្នាល្អអើនខ្លាំងណាស់ហេតុអីឥឡូវនេះទៅជាមានតោះគ្នាច្បាំងគ្នានេះគឺជាទំនាយនៃព្រះដែលបានទាយទុកមកគឺឲ្យយើងសម្គាល់ណាការទាំងនោះចិត្តដល់ហើយគឺកូនមនុស្សចិត្តយើងមកវិញហើយការទាំងអស់ដែលនិយាយអំពីចម្បាំងនិយាយពីការអត់បាយអត់ឃ្លានវេទនាទាំងអស់នេះប៉ុន្តែព្រះអង្គមានបន្ទូលថានេះគឺជាដើមចមមិនមែនទាន់ដល់ធំដុំទេណាគឺជាដើមចមអញ្ចឹងបងប្អូនពិចារណាវេទនារាល់ថ្ងៃក៏ប៉ុណ្្នឹងហើយគ្រាន់តែជាដើមចមចុះទៅរំតែពេញទំហឹងណារំតែពេញទំហឹងតើវេទនាប៉ុណ្ណាទៅណាបងប្អូនរំតែពេញទំហឹងតើវេទនាប៉ុណ្ណាទៅណាបងប្អូនចឹងថាទាំងអស់នេះគឺជាដើមចមនៃសេចក្តីវេទនាទេឥឡូវខ្ញុំមើលខ9ទៀតបងប្អូនចាំស្ដាប់ណាចាំស្ដាប់ប៉ុន្តែឲ្យអ្នករាល់គ្នាប្រយ័ត្នខ្លួនឃើញទេឲ្យប្រយ័ត្នខ្លួនពីព្រោះគេនឹងបញ្ជូនអ្នករាល់គ្នាទៅក្រុមជំនុំគេនឹងវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំហើយនាំគ្នាទៅចំពោះចៅហ្វាយខេត្តនិងស្ដេចដោយព្រោះខ្ញុំទុកជាទីបន្ទាល់ដល់លោកទាំងនោះឯដំណឹងល្អនឹងត្រូវផ្សាយដល់គ្រប់សាសជាមុនសិនប៉ុន្តែឥឡូវនេះខ្ញុំឈប់សិនបានន័យថាដំណឹងល្អនឹងផ្សាយគ្រប់សាសជាមុនសិនមានន័យថាព្រះអង្គជំរុញព្រះអង្គលើកទឹកចិត្តព្រះអង្គបង្ខំឲ្យពួកកូនព្រះអង្គទាំងអស់ផ្សាយដំណឹងល្អដើម្បីឲ្យបានគ្រប់សាសឮដំណឹងល្អពេលនោះព្រះអង្គនឹងយាងមកយើងចង់ឲ្យព្រះអង្គយាងមកឆាប់ណាយើងចង់ព្រះអង្គឲ្យព្រះអង្គយាងមកឆាប់ដូច្នេះយើងត្រូវខំផ្សាយដំណឹងដើម្បីឲ្យសព្វផ្សាយពេញពិភពលោកពេញផែនដីនោះព្រះនឹងយាងមកណានេះកន្លែងហ្នឹងនឹងត្រូវផ្សាយដល់គ្រប់សាសជាមុនសិនឃើញទេប៉ុន្តែកាលណាគេនាំបញ្ជូនអ្នករាល់គ្នាទៅនោះកុំឲ្យថប់ព្រួយជាមុនពីបែបនិយាយឬពីពាក្យដែលត្រូវថាឡើយត្រូវនិយាយតែសេចក្តីណាដែលបានប្រទានមកអ្នករាល់គ្នានៅវេលានោះឯងត្បិតមិនមែនជាអ្នករាល់គ្នាដែលត្រូវនិយាយទេគឺជាព្រះវិញ្ញាណបរិសុទ្ធទេតើអាមែនណាចឹងយើងធ្វើអ្វីក៏ដោយបើយើងពឹងលើព្រះវិញ្ញាណបរិសុទ្ធព្រះវិញ្ញាណបរិសុទ្ធនឹងបណ្ដាលយើងបងប្អូនមិនថាយើងទៅផ្សាយដំណឹងល្អមិនថាទៅទីកន្លែងណាទេបើគេសួរមកបើយើងពឹងលើព្រះយើងដើរក្នុងព្រះយើងដើរក្នុងព្រលឹងវិញ្ញាណព្រះវិញ្ញាណបរិសុទ្ធនឹងបណ្ដាលមាត់យើងឲ្យនិយាយអត់ឲ្យតល់ទេបងប្អូនអត់ឲ្យតល់ទេគេសួរមកគឺព្រះវិញ្ញាណបរិសុទ្ធបណ្ដាលឲ្យយើងឆ្លើយប៉ក់ទៅវិញអាមែនអរគុណព្រះអង្គបងប្អូននឹងបញ្ជូនគ្នាត្រូវស្លាប់ហើយឪពុកនឹងបញ្ជូនកូននឹងលើកគ្នាទាស់នឹងឪពុកម្ដាយហើយនឹងសម្លាប់គាត់ផងណាអញ្ចឹងបងប្អូនឃើញហើយហេតុការណ៍សពថ្ងៃនៅក្នុង Facebook បងប្អូនឃើញមានកូនខ្លះសម្លាប់ឪពុកនឹងកបិតសម្លាប់ឪពុកនឹងច្បាច់កសម្លាប់ម្ដាយឃើញច្បាស់កលែតបងប្អូនឃើញច្បាស់កលែតគឺសម្លាប់ដោយសារលុយដោយសារម្ដាយនិយាយអីមិនត្រូវចិត្តណាហើយមានអ្នកខ្លះមិនបានសម្លាប់ម្ដាយឪពុកនឹងកំបិតនឹងពូថៅនឹងច្បាច់កប៉ុន្តែសម្លាប់នឹងពាក្យសម្ដីឃើញទេវាមានមកហើយបងប្អូនវាមានមកហើយសម្លាប់នឹងពាក្យសម្ដីស្ទើរតែដាច់ខ្យល់ស្ទើរតែស្លាប់ណាគឺការពិតនេះហើយដែលព្រះមានបន្ទូលថាបើឃើញការទាំងអស់នេះកើតមកទូគួរឲ្យយើងបានប្រញាប់ផ្សាយដំណឹងល្អកាន់តែខ្លាំងឡើងបញ្ញាប់ចិត្តព្រះអង្គកាន់តែខ្លាំងឡើងដើម្បីឲ្យព្រះយាងមកឆាប់យកយើងឡើងទៅអាមែនអ្នកលើខ្ញុំមើលតទៅទៀតបងប្អូនចៅស្ងាត់ណាកូននឹងលើកគ្នាទាស់នឹងឪពុកម្ដាយហើយក៏សម្លាប់គាត់ផងសម្លាប់គាត់បងមនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះឈ្មោះខ្ញុំតែអ្នកណាដែលកាន់ខ្ជាប់ដល់រត់ដល់ចុងបំផុតនោះនឹងបានសង្គ្រោះពិតខ14កាលណាអ្នករាល់គ្នាឃើញសេចក្តីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញឈរនៅកន្លែងមិនគួរឲ្យឈរអ្នកណាដែលមើលឲ្យយល់ចុះបងប្អូនកន្លែងនេះមានអត្ថន័យខ្លឹមសារណាស់បើបងប្អូនឃើញការដែលគួរស្អប់ខ្ពើមបំផុតនៅកន្លែងដែលមិនគួរឲ្យឈរមានន័យម៉េចការស្អប់ខ្ពើមនឹងគឺអ្វីខ្លះបើបងប្អូនឃើញអ្នកគ្រីស្ទៀនឬក៏អ្នកបម្រើព្រះអង្គនឹងគឺជាកន្លែងដែលមិនគួរមានការស្អប់ខ្ពើមការអាក្រក់ឯគឺបើបងប្អូនឃើញអ្នកណាដែលជាគ្រីស្ទៀនជាអ្នកបម្រើព្រះអង្គហើយប្រព្រឹត្តសេចក្តីកំផិតឬក៏សេចក្តីអាក្រក់ណាដែល
mình cua ở miên nơi không nẹt rọt khỉ mình cua ở miên nơi không chấm nâu Christian mình cua ở miên nơi không côn vợ ong cái về miên cái về khơi nè cái này nhé cứ cái này đi hay để vợ ong miên tu thả bảo dương mưa hơi chỗ ở dương vô chọc nẹt là mưa hơi ở vô lệ miên đây thằng mày ở ban sinh chân sinh concentrate ông pi pre tu chân bảo dương sinh chân hơi dương xong vợ ong nu dương đừng vô thả tiệt tha nẹt là mà đai bằng cao các ba dương một bằng cao luôn dương một tai dương hiên mưa nghỉ nè mưa nghỉ điêu mà điêu ở cục mà đai ở cục vừa ca bầm rơ bỏ ong thì điêu ở cục mà đai thả cút thả ấy chẳng miền đây thả mày lấy năng mình cua ở miền nông bộ chùm nông côn bỏ ong thế mình cua miền nơi nông côn bỏ ong ha mót nghi mưa nghi mà đai ở cục thả chỉ cút thả chìm nữ ở bàn ca thả chìm nữ ở cọ nè tụi bây kia mà đai ở cục dương cút cả đai có dương ở trừ ha mót điêu đây bàn cái mà đai ở cục đòi chát chia vây vừa ca bầm rơ bỏ ong chẳng dục chẳng ngay bàn tay hiên ha mót điêu thả cút nè chẳng miền đây thả cái này nó cua ở ấp phương bằng phật nè dừng khơi bà sân chia cana dừng khơi ca ấp phương nam mùi để cho nơi cần lại để mình cua trổ cái lấy nhé nè họ đọc buồn á mà cô chồng phu đọc bay họ đọc buồn cana nè rồi khi nhớ khơi sẽ cái đây ấp phương đại bằng khôi bằng plan cho nơi cần lại để mình cua trổ nè na để mưa ở vô trổ cái nhé lấy ní cứ ở cha na bằng hồn cứ cana ấp phương bằng phật để con bà ông chỉ Christian chỉ nè Christian chỉ nè thà chưa đó bây Jesus Christ bàn tay hiền và mặt bơi gì mà đại ở cục thà chuột đấy prom tiếng mưa nghi prom tiếng bằng khôi để dây đau bằng khâu này cứ miền đây thả mạch miền đây thả pel vì trong cõi nó chết mà đòn men tên này ở dương sẵn quan ca tiếng ông nằng đấy chẳng dương mưa dương giấy này dương giấy để tan kho cùng pi bằng phồn cồn bòn hai bà ông ban sầm đaiอย่างชบ้านในขนมวิวรณะจุปุกมวยคอมวยหนึ่งคอปีนะยืงอัดเจตทาเลยนะพระเยซูตรงมีบรรทุกธรรมนะจะมือขยำบักเอาบอมพระองค์มือนั่งบอมพระองค์จำสดับในขนมวิวรณะจุปุกมวยคอมวยหนึ่งคอปีพระเยซูมีพระบรรทุกฐานนี่เยี่ยสิกได้ได้พระเยซูคริสต์บ้านบ้าเอาคืนเยี่ยสิกได้ได้พระบ้านประเทียนหมกตรงดำใบหนึ่งบังหานดอลพวกบำราตรงเอาดังปีออกแตงกาได้บันไตเตียดหนึ่งเตยการหมกตรงก่อบ้านสำแดงเอาคืนโดยจัดเทวดาตรงหมกไอลูกยูฮานเชียนเนี่ยเชียบายบำราตรงนะจังcứ chia sẻ đây là Chúa Giêsu bản bác sầm đáy sạch đây là cứ chia sẻ đây là Chúa tiền một cái nhé đại Chúa tiền một Chúa nên cứ cái này nhẹ nà cái này Chúa cứ Chúa vô bảy đa rồi tiền một trung cứ như nà cái này cứ Chúa Giêsu Christ đam bay nâng bằng hai đào phụ bằng rau trung ao đằng bị ở tiền ca đại bản tay tiền trời cả miền một cái nhé trung có ban bác sầm đáy ao khơi đòi chặt tê và đa rồi trung một ai lục du hán chia bao bằng ra trùng thế nhé và ông viêm tu chắc ba ông nâng bác sẵn đây chẳng hay ban chỉ lúc Johan cho xe bếp tu cái lấy ní lai nằm bây ở dương đăng bị hai ca để trời ca biên hàng một amen hai ông miền mình tu nơi không thi một thế chụp phục bầy thi một thế tivi chụp phục bầy bằng ôn còn để đạp nè nhầm nâng mờ thi một thế tivi chụp phục bầy bị kho môi đo kho bỏng buồn ní cứ chỉ hai ca trong cõi để dưng son là tham thả bê trong cõi chết một đo hơi đấy nhưng mà chẹt tiền pro dưng chấm non chương ngày ní thả cứ chia kia trong cõi dân dương còn ai chết tên gì dây đôi tha nè khai cái thám chết tên gì dây xong bây giờ bộ tây đa năng phải chụp ra còn mình đăng đá chia để phải bộ bay đạp vào nó nè con mà có chụp bộ đập bay kho sám pi nè bàn tay dương trừ đăng thả khi một thầy tì pi chụp bộ bay kho môi đo kho bằng buồn tại ông miền tu bị hai ca tao on năng dạng mạch lại nè nơi trong cõi bằng lấy nhầm nâng mưa ở bằng phồn sắp bằng phồn trong sắp tao nghe na con trái còn muốn á đi cứ chia ra bằng tu cho ai đăng thả nơi choan cõi bằng nâng miên lùng bạc nà bất nơi kia nút một nút nâng sờ lạnh tại khuôn ai tiếng sờ lạnh bạc út an cổ khổ miên rực u rầm mát mưa nghỉ mình đạp bằng quạt ở bốc mà đai rồi mưa côn miên chật mình bò rồi sọt mình sờ lạnh tam thoa mà đà mà nuôi miên xịt cái đây ạt chuột nị dây bằng cạch kề
មិនចេះទប់អណ្ដាតមានចិត្តសាហាវមិនចូលចិត្តនឹងការល្អក្បត់គេឥតបើគិតមានចិត្តធំហើយចូលចិត្តនឹងលបែងលេងជាងព្រះនៅពេលគ្រាចុងក្រោយមនុស្សចូលចិត្តលបែងជាងព្រះមនុស្សជឿព្រះហើយអត់ចូលចិត្តមើលកាពីទេអត់ចូលចិត្តមើលកាពីទេចូលចិត្តលេងលបែងណាឃើញទេគេមានរឹកជាអ្នកគោរពប្រព្រឹត្តដល់ព្រះប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្តាឃើញទេគឺអត់គោរពដល់ព្រះចេស្តាអត់ខ្លាចព្រះអង្គអត់ខ្លាចព្រះចេស្តាគឺគេចង់លេងលបែងសូម្បីតែថ្ងៃអាទិត្យក៏ដោយគេចង់លេងលបែងគេលេងលបែងគេគ្រាន់តែមកពហិយោទនាមឲ្យតែឃើញខ្លួនមកទេប៉ុន្តែរួចហើយគេទៅលេងលបែងរួចហើយគេទៅផឹកស្រាណានឹងគ្រាចុងក្រោយចិត្តមកដល់ហើយបងប្អូនត្រូវប្រយ័ត្នពេលនោះបើបងប្អូនឲ្យឡែកទៅលេងបៀបងប្អូនឲ្យឡែកទៅផឹកស្រាព្រះអង្គយើងមកអត់បានទៅទេដាច់ខាតទៅអត់បានទៅអញ្ចឹងយើងជឿព្រះអង្គជាអាសាការយើងជឿព្រះអង្គខាត់ពេលវេលាអញ្ចឹងបើយើងជឿព្រះអង្គយើងជឿដើម្បីបានទៅឋានសួគ៌បានសង្គ្រោះមានជីវិតអស់កលរស់នៅជាមួយព្រះអង្គអញ្ចឹងកុំឲ្យជឿលេងបងប្អូនត្រូវជឿឲ្យមែនទែនអាមែនយើងមើលតទៅទៀតស្ដាប់ចៅស្ងាត់គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះប៉ុន្តែមិនទទួលស្គាល់ព្រះចេស្តាដែលមកដោយកូនលេងគេចូលសំទោសវាឡាលអួលអញ្ចឹងឥឡូវមើលមិញនឹងមើលដល់ណាមកសិនត្បិតមនុស្សទាំងនោះជាពួកដែលចូលទៅក្នុងផ្ទះគេដែលស្ត្រីទាំងនោះទុកធ្ងន់ដោយអំពើបាបហើយក៏បណ្ដោយតាមសេចក្តីប៉ងប្រាថ្នាផ្សេងគេរៀនជានិច្ចប៉ុន្តែពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិតឡើយគេជាអ្នកទាស់ទទឹងនឹងសេចក្តីពិតបែបដូចជាយ៉ាណេសនិងយ៉ាមប្រេសបានទាស់ទទឹងនឹងលោកមូសេដែរគឺជាមនុស្សមានគំនិតខូចហើយឥតប្រយោជន៍ខាងឯសេចក្តីជំនឿប៉ុន្តែគេមិនមានសេចក្តីចម្រើនជឿនឡើងទៅមុខទៀតទេត្បិតមនុស្សទាំងអស់នឹងឃើញសេចក្តីខ្លៅល្ងងរបស់គេជាយ៉ាងច្បាស់ដូចជាបានឃើញសេចក្តីខ្លៅល្ងងរបស់អ្នកទាំងពីរនោះដែរឃើញទេគឺថាយើងអ្នកណាដែលមានចិត្តរឹងទាស់ទៅទឹងនឹងសេចក្តីពិតអត់ព្រមស្រឡាញ់សេចក្តីពិតទេចង់ធ្វើការអាក្រក់ការអ្វីដែលអាក្រក់ធ្វើទាំងអស់ការល្អគឺប្រឆាំងណាបើម៉ែឪពងតែណែនាំគេអត់ខ្លាចព្រះអង្គគេគ្រាន់តែជឿបើម៉ែឪណែនាំអ្វីនិយាយម៉ែឪនិយាយម៉ាត់គេនិយាយ10ម៉ាត់ហើយគេប្រគ្របសំឡេងឲ្យលុបសំឡេងដែលម៉ែឪកំពុងនិយាយហ្នឹងគឺចង់ឲ្យលុបសំឡេងហ្នឹងគេអត់ចង់ឲ្យលឺសំឡេងម៉ែឪបណ្ដៅទេអញ្ចឹងគេឆ្លើយមកយ៉ាងខ្លាំងដើម្បីបន្លប់សំឡេងណាពាក្យថាស្រឡាញ់ព្រះអង្គនេះណាគឺស្រឡាញ់គឺកោតខ្លាចព្រះបន្ទូលណាមិនឈ្មោះថាស្រឡាញ់ព្រះអង្គតែអត់ស្ដាប់ព្រះបន្ទូលអត់ធ្វើតាមព្រះបន្ទូលថាម៉េចអេផេសូជំពូក6ខ2ថាចូលគោរពប្រតិបត្តិឪពុកម្ដាយនេះជាបញ្ញត្តិមុនដំបូងបង្អស់ដែលជាប់មានទាំងសេចក្តីសន្យាផងគេអត់គោរពទីនៅក្នុងខមណ្ឌជំពូក20ខ12អង្គមានបន្ទូលថាចូលគោរពចូលស្ដាប់បង្គាប់ម៉ែឪទើបមានអាយុវែងនៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានប្រទានឲ្យគឺគេអត់បានស្ដាប់បង្គាប់ហើយគេថែមទាំងមើលងាយទៀតទាំងថែមមើលងាយដៀលថ្មាស់ជន់ជិះម៉ែឪតាមអំពើចិត្តទៀតនេះគឺជាសេចក្តីអាក្រក់មួយដែលកើតមាននៅលើលោកីយ៍នេះដែលគ្រាចុងក្រោយមកដល់គេឲ្យសម្គាល់ទាំងអស់ហ្នឹងណាសម្គាល់តែកូនមិនស្ដាប់បង្គាប់ឲ្យពុកម្ដាយបងឆ្លោះនឹងប្អូនឆ្លោះនឹងបងទោះតែងគ្នាគ្រួសារមួយគ្មានគ្នា5នាក់2នាក់លើកគ្នាឆ្លោះនឹង3នាក់នោះហើយគ្រាចុងក្រោយចិត្តមកដល់ហើយនេះហើយដែលយើងមេរៀនយើងចំណងថាពេលចុងក្រោយចិត្តមកដល់ហើយគឺយើងឃើញសញ្ញាទាំងអស់ហ្នឹងយើងមិនអាចនិយាយថាកុំឲ្យថាសូម្បីតែពួកទេវតាព្រះបុត្រាក៏មិនដឹងផងអាហ្នឹងយើងមើលព្រះបន្ទូលតែមួយកន្លែងប៉ុន្តែយើងត្រូវមើលគ្រប់កន្លែងដែលព្រះអង្គមានការប្រៀបធៀបជាច្រើនកន្លែងឲ្យយើងបានយល់ណាអ្នកណាដែលមានតែជាចូលស្ដាប់ចុះឃើញអ្នកណាមើលឲ្យយល់ចុះខកពីនេះដែលយើងទើបមើលហើយមិញអរគុណព្រះអង្គអញ្ចឹងនៅគ្រាចុងក្រោយបង្អស់ណាខ្ញុំនឹងមើលព្រះបន្ទូលដាស់តឿនហើយលើកទឹកចិត្តបងប្អូនមួយកន្លែងទៀតដើម្បីនឹងចប់ព្រះបន្ទូលនេះគឺជាព្រះបន្ទូលដែលលើកទឹកចិត្តយើងមែនទែននៅក្នុងពេត្រុសចំពុក
2នៅក្នុងពេត្រុសជំពូក2ជំពូក1សូមទោសពេត្រុសជំពូក1ខ3 no ច្រឡំខទៀតហើយពេត្រុសទី1ទៅជំពូក1ពេត្រុសទី1ជំពូក3សូមទោសពេត្រុសទី1ជំពូក3ណាពេត្រុសទី1ជំពូក3ខ8ដល់ខ13នេះគឺជាព្រះបន្ទូលដាស់តឿនហើយលើកទឹកចិត្តយើងណាបងប្អូនសូមស្ដាប់ទាំងអស់គ្នាកូនចៅស្ដាប់ហើយស្ងាត់ណាស់នេះគឺជាព្រះបន្ទូលខ្ញុំអានព្រះបន្ទូលបងប្អូនស្ដាប់ក្រោយបង្អស់នេះចូលឲ្យគ្រប់គ្នាមានគំនិតតែមួយព្រមទាំងមានចិត្តអាណិតអាសូរហើយស្រឡាញ់គ្នាទៅជាបងជាប្អូននិងមានចិត្តទន់សន្តោសហើយសុភាពឥតធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឬពាក្យប្រមាថស្នងនឹងពាក្យប្រមាថឡើយគឺត្រូវឲ្យពោវិញដោយដឹងថាទ្រង់បានហៅអ្នករាល់គ្នាមកឯសេចក្តីនោះឯងដើម្បីឲ្យបានព្រះពរទុកជាមរតកត្បិតអ្នកណាដែលចូលចិត្តចង់ស្រឡាញ់ជីវិតហើយចង់ឃើញគ្រាដ៏ល្អនោះត្រូវបញ្ជៀសអណ្ដាតពីសេចក្តីអាក្រក់ចេញណាបងប្អូនបើយើងចង់ឃើញនគរឋានសួគ៌បើយើងចង់ឃើញសេចក្តីពិតយើងចង់ឃើញការអស្ចារ្យរបស់ព្រះយើងចង់បានជីវិតអស់កលនោះត្រូវតែបញ្ជៀសការអាក្រក់ពីអណ្ដាតចេញអាមែននេះយើងជាព្រះបន្ទូលដែលដាស់តឿនយើងព្រះបន្ទូលដាស់តឿនយើងត្រូវណាពីអណ្ដាតនោះត្រូវបញ្ជៀសអណ្ដាតពីសេចក្តីអាក្រក់ចេញហើយចូលហើយបបោមាត់ក៏ដែរណាបបោមាត់ក៏ដែរកុំឲ្យពោលពាក្យប្រមាថដោយឧបាយពោលពាក្យប្រកបដោយឧបាយក៏ឡើយត្រូវឲ្យតែអ្នកនោះត្រូវឲ្យអ្នកនោះបែរចេញពីការអាក្រក់ប្រយោជន៍ឲ្យបានធ្វើការល្អវិញត្រូវស្វែងរកហើយដេញតាមសេចក្តីមេត្រីភាពណាសេចក្តីមេត្រីឥឡូវមេត្រីទៀតណាខ្ញុំនិយាយមេត្រីច្រើនដងមេត្រីសម្រាប់ការល្អអត់ប្រើមេត្រីទៅដាក់មេត្រីនៃអរិយសាតាំងទេបងប្អូនពីព្រោះមានគ្រូគម្យើងនិយាយអញ្ចឹងច្រើនពេកបានខ្ញុំចិត្តតែលើកមកបញ្ជាក់មេត្រីសម្រាប់ប្រើជាមួយការល្អកាត់អរិយសាតាំងវាអត់មានមេត្រីទេវាអត់មានចំណងមេត្រីអីជាមួយទេហ្នឹងអត់ប្រើមេត្រីជាមួយអរិយបានទេហ្នឹងហើយពីព្រោះព្រះនៃព្រះនេតនៃព្រះអម្ចាស់តែងតតមកលើមនុស្សសុចរិតឯព្រះការទ្រង់ក៏ផ្ទៀងស្ដាប់ពាក្យទូលអង្វររបស់គេតែព្រះភ័ក្ត្រព្រះអម្ចាស់តែងទាស់ទទឹងនឹងពួកអ្នកដែលប្រព្រឹត្តអាក្រក់វិញអាមែនណាគឺព្រះភ័ក្ត្ររបស់ព្រះអង្គតែងទាស់ទទឹងនឹងពួកអ្នកប្រព្រឹត្តអាក្រក់វិញព្រះការទ្រង់តែងតែព្រះនេតទ្រង់ព្រះនេតនៃព្រះអម្ចាស់តែងតតមកមើលមនុស្សសុចរិតមនុស្សដែលយើងកំពុងតែប្រព្រឹត្តល្អនឹងហៅថាសុចរិតគឺព្រះអង្គតតមើលគ្រប់ពេលវេលាយើងធ្វើការល្អយើងអត់បាត់បង់ទេបងប្អូនអត់បាត់បង់ទេការល្អព្រះអង្គតតមើលឃើញព្រះអង្គស្ដាប់ឮព្រះអង្គនឹងប្រទានពរណាអញ្ចឹងសូមព្រះបន្ទូលលើកទឹកចិត្តនេះបានកំសាន្តចិត្តបងប្អូនកូនព្រះអង្គទាំងអស់គ្នាឲ្យពេញដោយព្រះវិញ្ញាណបរិសុទ្ធទាំងបងប្អូនទាំងខ្ញុំដែរសូមបានពេញដោយព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នាអាមែនតែឥឡូវយើងចប់ព្រះបន្ទូលយើងនឹងងើបឈរឡើងច្រៀង2បទ3បទនិងបទអង្វាយបងប្អូនមុននឹងងើបឈរខ្ញុំចង់យើងថាយើងស្រឡាញ់ព្រះអង្គយើងអត់ធ្វើតាមព្រះបន្ទូលព្រះអង្គនោះឈ្មោះថាយើងអត់កោតខ្លាចព្រះបន្ទូលព្រះអង្គទេណាបើគិតទៅយើងអ្នកជឿព្រះអង្គកូនគ្រីស្ទានអ្នកជឿព្រះអង្គចាញ់ទាំងអរិយផងអរិយវាជឿព្រះអង្គថាព្រះរាជបុត្រាគឺជាព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះគឺជាព្រះសង្គ្រោះព្រះដែលមានជីវិតអស់កលណាហើយមកកាត់ទោសវាមកចាប់វាទម្លាក់ទៅបឹងភ្លើងឃើញទេវាស្គាល់ហើយវាឃើញព្រះយេស៊ូវពីចម្ងាយវាក្រាបក្បាលដល់ដីហើយថ្វាយបង្គំព្រះអង្គណាអញ្ចឹងអ្នកជឿខ្លះមួយចំនួនចាញ់ទាំងអរិយផងណាហើយកន្លែងហ្នឹងនៅតាណាបងប្អូនកន្លែងហ្នឹងនៅតាណានៅក្នុងយ៉ាកុបចំពុក2ខ19អ្នកជឿថាមានព្រះតែមួយនោះត្រូវហើយទោះទាំងពួកអរិយក៏ជឿដូចនោះដែរណាទាំងខ្លាចកោតខ្លាចញាប់ញ័រទៀតឃើញទេហើយព្រះអង្គមានទូថាចូលឲ្យឆាប់នឹងស្ដាប់ក្រនឹងនិយាយហើយយឺតនឹងខឹងនៅក្នុងយ៉ាកុបចំពុក1ខ19ឲ្យឆាប់នឹងស្ដាប់ឲ្យឆាប់នឹងស្ដាប់ហើយយឺតនឹងនិយាយហើយក្រនឹងខឹងណាក្រនឹងខឹង
ông miền tu chân bàn tay nè khá vừa khó bẹp tu ông tha ở chắp nên đáp bàn tay kia ở đáp sọ bên mai ở bàn tay kia ở bàn tay đây kia ở đáp cái bật kia chứ công dây chúng ta cái chạm mình nhảy bọt tiền cái sợi chiêng bọt ở lưu bị mai ở bàn tay số bay mà mặt chân ở chắp nên đáp với hai bàn tay kia ở cron cái dây trơn nè cái dây trơn hai cái ở dưới đằng khăng cái khăng lươn nè mai ở bàn tay mà mặt cái khăng liêm hai cái bàn tay mai ở vinh nè năng cônสมัยនេះមិនថាកូនខ្ញុំកូនគេទេមានច្រើនគឺសម័យនេះគឺអាក្រក់ណាស់ណែអញ្ចឹងបានព្រះអង្គថាគ្រីស្ទចុងក្រោយចិត្តមកដល់ហើយអញ្ចឹងយើងទាំងអស់នឹងយើងតើយើងត្រូវពឹងអីបងប្អូនតើយើងត្រូវពឹងអីយើងពឹងព្រះវិញ្ញាណបរិសុទ្ធគឺមានតែព្រះវិញ្ញាណបរិសុទ្ធទេអាចជួយយើងអាចដឹកនាំយើងអាចដឹកដៃយើងឲ្យដើរតាមផ្លូវល្អឲ្យដើរតាមផ្លូវសុចរិតអាមែនគឺយើងមិនអាចធ្វើខ្លួនឯងបានទេអញ្ចឹងយើងងើបឈរទាំងអស់គ្នាហើយយើងច្រៀងពីបទទៀតអាមែនតែបងប្អូនកូនចៅងើបឈរហើយស្ងាត់ណាស់ហើយច្រៀងទាំងអស់គ្នាអត់និយាយគ្នាទេអត់កេះគ្នាអត់ដើរចេះប្រឡាងទេណាចៅជារបស់ទ្រង់ដើម្បីឲ្យរួចជីវិតដើម្បីឲ្យរួចពីការលំបាកសូមឲ្យកូនបានសេចក្តីសុខគ្រប់ពិតសូមឲ្យកូនបានរស់ពិតនៅក្នុងទ្រង់ជាមួយនឹងទ្រង់អស់កលជានិច្ចឲ្យកូនបានមានជីវិតដោយព្រះចេស្តាដោយព្រះគុណដ៏អស្ចារ្យដោយក្តីករុណារបស់ទ្រង់អាមែនអរព្រះគុណដល់ព្រះយេស៊ូវគ្រីស្ទ
ព្រះអង្គយើងទៅបាត់ទៀតនៅឈរនៅឡើយចម្រៀងនេះត្រូវនឹងព្រះបន្ទូលថ្ងៃនេះដែលយើងជឿព្រះអង្គយើងចង់ឲ្យព្រះអង្គដៅចំណាំយើងដើម្បីទៅនគរឋានសួគ៌អាមែនសូមប្រព្រឹត្តល្អដើម្បីកុំឲ្យបានជាគ្រោះនៅពេលដែលថ្ងៃជំនុំជម្រះមកដល់នោះយើងនឹងមិនជាប់នៅមានទោសឡើយយើងនឹងបានមានជីវិតហើយមានជីវិតដ៏អស្ចារ្យសូមរំពឹងលើព្រះឲ្យអស់អំពីចិត្តទ្រង់ថែរាសាទុកក្នុងព្រះហូររហូតឲ្យនំទ្រង់នឹងលើកឡើងអរគុណព្រះអង្គយើងសម្រួមយើងមិនទាន់ទិដ្ឋានយើងជ្រៀងបတ်តម្បាយមួយបတ်ទៀតចង់ភ្លេចសំទោសបងប្អូនកូនព្រះអង្គយើងជ្រៀងបတ်តម្បាយមួយបတ်ទៀត
នៅឡើយសម្រុំចិត្តអធិដ្ឋានកុំតន់អ៊ូអចៅចៅដាក់អធិដ្ឋានទាំងអស់គ្នាអបាព្រះបិតាគុណអរគុណដល់ព្រះអង្គគុណអរគុណព្រះអង្គនៅព្រះបន្ទូលដ៏រស់គុណអរគុណព្រះអង្គនៅបទចម្រៀងដ៏មានខ្លឹមសារទៅតាមព្រះបន្ទូលគុណអរគុណព្រះអង្គនៅពួកជំនុំសេចក្តីស្រឡាញ់ដែលបានអញ្ជើញមកស្ដាប់ព្រះបន្ទូលហើយកោតខ្លាចព្រះបន្ទូលស្រឡាញ់ព្រះអង្គអស់ពីពលឹងអស់ពីកម្លាំងបងអើយសូមទ្រង់ការពារចាត់ព្រះវិញ្ញាណបរិសុទ្ធសន្ធិដ្ឋក្នុងចិត្តគេម្នាក់ៗឲ្យគេបានយល់ពំនាំព្រះបន្ទូលនៅថ្ងៃនេះយកទៅពិចារណាហើយនឹងធ្វើតាមព្រះបន្ទូលហើយសូមការពារគេគ្រប់ទាំងដំណើរដើរហើរទាំងការរកស៊ីសាច់ឈាមទាំងការរៀនសូត្រនៅសាលារៀនក្តីសូមការពារគេគ្រប់កាលៈទេសៈទាំងអស់ឲ្យគេជួបប្រទះតែសេចក្តីសុខសាន្តកុំឲ្យមានជួបការអាក្រក់ណាមួយនៅក្នុងជីវិតកូនព្រះអង្គណាមួយឡើយសូមបញ្ជៀសការអាក្រក់ទាំងឡាយចេញពីកូនព្រះអង្គគ្រប់គ្នាដោយអាងអំណាចនិងព្រះគុណរបស់ព្រះអង្គម្ចាស់ដ៏មានព្រះចេស្តាគឺកូនទាំងអស់គ្នាសូមក្រាបថ្វាយបង្គំព្រះអង្គហើយសូមពឹងដល់ព្រះអង្គពឹងដល់ព្រះវិញ្ញាណបរិសុទ្ធជាជំនួយនឹងការពារកូនទាំងអស់គ្នាដែលមុននឹងបែកគ្នាទៅសូមឲ្យមានសុវត្ថិភាពសូមឲ្យមានជោគជ័យគ្រប់ទាំងកិច្ចការដែលធ្វើទាំងចិត្តទាំងគំនិតដោយដៃដោយចិត្តគំនិតក្តីសូមឲ្យមានសុវត្ថិភាពឲ្យមានជោគជ័យគ្រប់ទាំងកិច្ចការសូមព្រះអង្គថែរក្សាបងប្អូនពួកជំនុំសេចក្តីស្រឡាញ់ទាំងអស់ឲ្យបានជោគជ័យគ្រប់ពេលវេលាគ្រប់ទាំងកិច្ចការដែលគេធ្វើព្រមទាំងថែរក្សាចិត្តគំនិតគេឲ្យគេនៅតែជឿដល់ព្រះអង្គជារៀងរហូតកុំឲ្យមានអ្នកណាដែលត្រូវបែកចិត្តរសាយចិត្តនឿយណាយចេញពីព្រះអង្គឡើយកូនពឹងអាងកូនអធិដ្ឋានទាំងអស់កូនទូលសូមទាំងអស់ដោយពឹងអាងនិងអរព្រះគុណទ្រង់ទាំងអស់នៅក្នុងព្រះនាមដ៏ថ្លៃពិសេសគឺព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអាមែនសូមជម្រាបលាអស់លោកបងប្អូននៅក្នុងអនឡាញនិងបងប្អូនកូនព្រះអង្គចៅទាំងអស់គ្នានៅក្នុងពួកជំនុំសេចក្តីស្រឡាញ់Shalom Shalom សូមសេចក្តីសុខសាន្តរបស់ព្រះយេស៊ូវគ្រីស្ទមានដល់បងប្អូនទាំងអស់គ្នាសូមជម្រាបលា